យើងនឹងផុតពីគ្រោះថ្នាក់ចំណែកលាវស៊ីនឹងឆ្លៀតពេលផ្កាយតាំង7រៀបជាខ្សែស្របយកកម្លាំងធាតុបរោះ5ស្ត្រីមួយដល់ពេលនោះយើងមិនអាចជួយដល់ពុកខ្ញុំនៅបងស្រីបានជាយ៉ាងណាក៏ដោយក៏យើងមិនចង់ឲ្យនាងបថុយគ្រោះថ្នាក់ក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យពួកគេស្លាប់ទេតែយើងទាំង3ទៅជាមួយគ្នាលាវស៊ីប្រហែលជាស្រួលចាត់ការបើសិនជាយើងមានវត្ថុទិព្វនៅក្នុងដៃខ្ញុំជឿថាប្រកាសជាមានការចាប់អារម្មណ៍ពួកយើងនៅមានសង្ឃឹមថាឈ្នះលាវស៊ីបានពិតជាអញ្ចឹងមែនតែបងចង់ធ្វើយ៉ាងម៉េចនឹងប្រាប់ខ្ញុំមកមើលកុំគិតច្រើនពេកសម្រាប់ចិត្តតែម្ដងទេហើយជិនណាមកចង់ធ្វើស្អីហ្នឹងឯងសួយទាំងកំណួររាជការតាមចាប់ខ្លួនរបស់ឯងមិនដែលឃើញទេអីហេតុអីបានជាឯងខ្លាចខ្លួនជាអ្នកបម្រើរបស់គ្លៀស៊ីតហើយឯងទៅយកប្រដាំបដារបស់ឯងទៅស្រុកធ្វើស្រែចិញ្ចឹមជ្រូកវិញទៅល្អជាងណាថាសៀវអ៊ីយើងនឹងទេពកសលមកដល់ផ្ទះរបស់លាវស៊ីបើកទ្វារឲ្យធំទទួលស្វាគមន៍យើងភ្លាមទៅលើប្អូនសៀវអ៊ីសូមស្វាគមន៍ហើយខ្ញុំសៀវអ៊ីនេះជាមនុស្សកប៉ិកកំប៉ុងគ្រាន់តែជាអ្នកទទួលខុសត្រូវបរទេសសេះអ្នកដែលនៅខាងក្នុងគឺជាអ្នកដែលមានតម្លៃបំផុតអ្នកណាគេជាពិភាក្សាគ្នារកស៊ីទៅអញ្ជើញអ្នកនាងគ្រួសារមួយយ៉ងចុះពីលើរទេះភ្លាមមកអញ្ជើញខ្លួនឯងទៅស្មានថាយើងល្ងងណាស់ទៅអីបើក្នុងរទេះមានក្របរំសេវយើងដើរចិត្តរទេះវានឹងផ្ទុះភ្លាមមួយរំពេចដល់ពេលនោះយើងប្រកាសជាស្លាប់គ្មានសល់អ្វីឡើយតាកញ្ចាស់កំសាកណាស់អូហូការពិតអ្នកនាងទី4គ្រួសារមួយយ៉ងទេអីអញមិនខ្លាចយើងយកក្របរំសេវមកជាមួយមិនខ្លាចយើងស្លាប់ជាមួយអញទេអ្នកនាងថ្ងៃនេះបង្ហាញខ្លួនប្រកាសជាមានមូលហេតុហើយមែនទេណាហើយចុះអញ្ជើញចូលក្នុងនិយាយគ្នាទៅធ្វើអីគេឲ្យអ្នកយើងមើលការខុសត្រូវឲ្យបានស្រួលបួលប្រុស5ស្រីមួយដែលនៅខាងក្នុងនោះខ្លាចពួកយើងមកដោះអ្នកទាំង6យើងទាំងអស់គ្នាអង្គុយលេងសិនទៅយើងគិតថាពួកឯងមកចរចាជាមួយយើងត្រូវការរៀងខ្លួនតែមែនទេអ្នកនាងគ្រួសារមួយយ៉ងជាមនុស្សដែលយើងត្រូវការតើយើងអាចផ្ដល់អ្វីទៅបើយើងមានរបស់ដែលមានតម្លៃយកមកដោះជាមួយលោកតើលោកព្រមដោះលែងទេពកោសលនឹងបរិប5ស្រីមួយទេវត្ថុទិព្វស្អីទៅវត្ថុទិព្វស៊ីនសានវត្ថុទិព្វស៊ីនសានបើសិនជាបានវត្ថុទិព្វលោកមិនចាំបាច់ស្រូបយកកម្លាំងធាតុរបស់ពួកគេនោះទេឥឡូវនេះយើងយកវត្ថុទិព្វឲ្យទៅលោកបរិប5ស្រីមួយនោះត្រូវប្រកល់ខ្ញុំយើងត្រូវការរៀងខ្លួនឈប់ដេញដោលពីរឿងនេះទៀតទៅតែគួរឲ្យសប្បាយដែរទេនឹងលោកថាតើមើលពួកឯងពិតជាមានរបស់នេះមែននៅនេះឯងមិនខ្លាចយើងដណ្ដើមយកទេខ្ញុំមិនខ្លាចទេពីព្រោះក្រៅពីខ្ញុំរបស់នេះគ្មានអ្នកណាដឹងថាត្រូវបើករបៀបណាទេតែយកមកមិនបានទេខ្ញុំឲ្យលោកមកយកដោយផ្ទាល់
ไม่กระดอกใดมันรู้เด็กก็สั่งไงนี่ไงนู้นใส่วันนี้ดอลลาร์บ้างยังไงเลี้ยวซี่ไงนี่จะไงเอาซ่านหรือเปล่าไอ้มาทางนี้นะเธอเลี้ยวซี่นะเสียมมันអ្នកដែលចូលក្នុងផ្ទះនោះគឺយើងតែអ្នកដែលចេញពីផ្ទះនោះចរចាជាមួយពួកឯងគឺជាអ្នកជំនួយយើងទេមិននឹកស្មានមែនទេសំទោសបងធ្វើបាបមិនអីទេពួកយើងស្លាប់ថ្ងៃខែឆ្នាំតែមួយល្អយើងនឹងឲ្យពួកឯងស្លាប់អ្នកគ្រូហេតុអីកូនឯងអភ័ព្វណាស់មិនចង់ឃើញឯងទទួលនឹងការធ្វើបាបបែបនេះទេគឺអ្នកគ្រូធំប្រើវិធីសណ្ដំចិត្តទៅឯងម្យ៉ាងទៀតប្រើល្បិចឲ្យឯងយល់ច្រឡំនឹងសេវអ៊ីហើយធាសិញឡានមិនការប៉ັດធាសិញឡានគេមិនក្បត់នឹងឯងនោះទេហេតុអីតាថ្ងៃក្រោយយើងនឹងនិយាយប្រាប់ឯងឲ្យច្បាស់ឥឡូវនេះយើងស្រាយវិធីសណ្ដំចិត្តឲ្យឯងដើម្បីឲ្យឯងទៅជួយសេវអ៊ីទេពកសលហើយនឹងសិញឡានពួកគេយ៉ាងមិនដែរតាមដំណឹងឲ្យដឹងថាគេនៅផ្ទះជាងបៃហឹកឥឡូវនេះជួបប្រទះនឹងគ្រោះថ្នាក់ត្រូវលេស៊ីចាប់ខ្លួនអ្នកគ្រូចង់ខ្ញុំជួយគេប៉ិតមែនវិធីស្រូបកម្លាំងធាតុរបស់លេស៊ីអាចស្រូបចុះកម្លាំងធាតុគ្រប់បាក់គ្រប់ក្រុមក៏ប៉ុន្តែវាជាគុណចាអ៊ីហើយនឹងកម្លាំងធាតុគុណយៀនគេស្រូបមិនបានទេហើយនេះហើយអ្នកគ្រូចង់បញ្ចូលកម្លាំងធាតុដល់ខ្ញុំទេបើសិនជាអាចជួយទាន់ពេលនោះកម្លាំងធាតុគុណយៀនអាចជួយដល់មនុស្សដែលមិនទាន់ត្រូវស្រូបកម្លាំងធាតុនៅឡើយប៉ុន្តែឥឡូវឯងគួយទៅយើងប្រើកម្លាំងធាតុគុណយៀនរបស់យើងគួបផ្សំនឹងកម្លាំងធាតុរបស់ឯងវាអាចជួយឯងស្រាយវិធីសណ្ដំផ្លូវចិត្តរបស់ឯងបានភ្លាមអ្នកគ្រូអ្នកទាំងអស់គ្នាយប់នេះជាយប់តារាទាំង7រៀបជាជួរក្នុង70ឆ្នាំមានតែម្ដងទេឆាកជីវិតមនុស្សឆ្លងកាត់បានប្រមាណរដូវឥឡូវពួកឯងឃើញតារាទាំង7រៀបជាខ្សែដោយចម្លែកនេះនោះជារឿងមួយសប្បាយចិត្តក្នុងមួយឆាកជីវិតនេះលោកម្ចាស់ជួយផងភើយចៅយៀនឯងព្រោះតែចង់បានឋានៈមេបកចោះចូលជាមួយលាស៊ីនេះជាកម្មពៀរបស់ឯងហើយលើមេបាធាស្ដីឲ្យនេះត្រូវណាស់ក៏ប៉ុន្តែលោកដូចជាតោឈួតឆេវឆាវគ្មានដឹងអីតទៅសោះហើយអ្នកក្លាហានពិភពគុណផ្សេងនោះកំពុងតែប្រឆាំងនឹងគ្នាដើម្បីដណ្ដើមអំណាចគ្មានតាំងចិត្តតស៊ូបន្តិចណាទេយើងមានការសោកស្ដាយខ្លាំងណាស់ហើយនេះហើយបានជាយើងនេះសម្រាប់ចិត្តរៀបចំពិភពគុណសារជាថ្មីម្ដងទៀតអាយ៉ាតារាទាំង7រៀបជាខ្សែមិនងាយនោះទេចំណែកយើងនេះឆ្លៀតឱកាសស្រូបយកកម្លាំងធាតុរបស់អ្នកទាំងអស់គ្នាបានហាត់យូរឆ្នាំកន្លងមកដើម្បីឲ្យកម្លាំងធាតុនិងវិធីស្រូបកម្លាំងធាតុរបស់យើងកាន់តែខ្លាំងជាងមុនដល់ពេលដែលយើងមានកម្ពូលវិជាគុណនេះរួចហើយយើងនឹងគ្រប់គ្រងពិភពគុណរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញផ្ដោះ
និយាយតែប៉ុណ្ណាមានតែយើងទេគ្រប់គ្រងពិភពគុណនឹងមានភាពស្ងប់ស្ងាត់ឡើងវិញលោកម្ចាស់និយាយត្រូវមែនហើយ ម៉ងចុងលាវទោះជាឯងសរសើរយើងយ៉ាងណាក៏ដោយក៏ជាមិនផុតពីត្រូវស្លាប់ដែរការពិតយើងអត់មានចុះឈ្មោះឯងនៅក្នុងបញ្ជីប៉ុន្តែឯងមានឆ្នាំកំណើតអាក្រក់ហេតុនេះហើយយើងត្រូវតែយកឯងបង្គ្រប់ចំនួនរបស់យើងឲ្យបានលោកម្ចាស់ជួយខ្ញុំផងលោកម្ចាស់ជួយខ្ញុំផងអ្នកទាំងអស់គ្នាដល់ពេលហើយបន្តិចទៀតជួបគ្នាហ៎អូនស៊ីនហេតុអីបានជាអូនមកជួយបងអូនពិតជាល្ងងណាស់ពីព្រោះខ្ញុំមិនចង់ឃើញបងស្លាប់ហើយបងស្លាប់មិនអីទេតែឲ្យលីស៊ីសម្រាប់វិជាគុណរបស់គេបាននោះបងដូចជាមិនអស់ចិត្តតទៅសោះសុំទោសនឹកមកពីបងពួកឯងទាំងអស់គ្នាត្រូវស្លាប់ជាមួយគ្នាដល់ពេលតារាទាំង7រៀបជាជួរហើយឯងនឹងស្លាប់យ៉ាងវេទនាយើងខ្លាចទៅជាខ្មោចក៏ត្រូវសម្លាប់ឯងដែរស៊ីឯងមិនជាមនុស្សទេយើងសុកចិត្តស៊ីឯងមិនមែនជាមនុស្សទេយើងសុកចិត្តស្លាប់ក៏យើងមិនជួយឯងដែរកម្រោបបងស្រីបងសៀនលាវស៊ីអាមនុស្សថោកទៀតទេពកសលលីស៊ីអាមនុស្សចង្រៃយើងស្លាប់ក៏យើងមិនអត់អានឲ្យឯងដែរលែងបងស្រីយើងទៅលាវស៊ីកុំសម្លាប់គាត់លាវស៊ីបងស្រីលាវស៊ីមនុស្សចង្រៃយើងដាច់ខាតមិនអត់ឲ្យអ្នកឯងទេលាវស៊ីលែងបងស្រីយើងទៅបងស្រីឆាប់ដឹងខ្លួនឡើងបងស្រីស្លាប់មិនបានទេបងឆាប់ដឹងខ្លួនឡើងបងស្រី
មិនអត់ឲ្យអញទេលូស៊ីឯងនឹងស្លាប់យ៉ាងវេទនាឯងនឹងស្លាប់ កុំភ័យអីនាងនឹងបានទៅជួបគេភ្លាមទេ លីស៊ីបាយហ៊ានប៉ះពាល់យើងមួយសរសៃស្រកយើងមិនអត់ដល់ឯងទេ មិនមែនតែឯងជាមនុស្សដែលយើងមិនត្រូវការតែយើងនឹងឲ្យឯងស្លាប់ឲ្យពួកឯងជាប្តីប្រពន្ធនឹងគ្នានៅឋាននរកទៅចុះណា ឆា ឈប់សិនពេលនេះយើងហាត់បានសម្រេចវិធីស្រូបកម្លាំងធាតុពីចម្ងាយទៅហើយថ្ងៃនេះយើងនឹងយកឯងមកសាកល្បងមើល ការពិតមានវិធីស្រូបយកកម្លាំងធាតុពីចម្ងាយទេអ្វីដែលឯងនិយាយនោះគឺជាវិជ្ជាចារអ៊ីម្យ៉ាងទៀតឯងថាតារាទាំង7គឺគ្រាន់តែស្ថានភាពធាតុអាកាសមានអីទាក់ទងនឹងការហាត់វិជ្ជាគូរបស់ឯងចំណាយពេលយ៉ាងនេះសម្រាប់មនុស្សច្រើនយ៉ាងនេះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណឹងមកទៅ អូជាទេពសាមិនស្រួលហើយទេពសា ឆាប់ទៅជួយស៊ីឡានទៅ កុំឲ្យមានគ្រោះថ្នាក់ណា ទៅ មិនក៏បញ្ញាខ្លាំងម្លេះ លោកគ្រូខ្ញុំនឹងអ្នកនាងធាននៅទីនេះ រឿងនេះមិនមកពីយើងទេលាវស៊ីខ្ចីផ្ទះរបស់យើងសាងអំពើអាក្រក់ឥឡូវនេះរត់បាត់ទៅហើយតើខ្ញុំគួរនិយាយយ៉ាងណាហេតុនេះហើយខ្ញុំត្រូវតែគេចខ្លួនសិនហើយ អញ្ចឹងលោកនាំនាងចេញមកទីនេះព្រោះតែអ្វីទៅ នេះជាបំណងល្អរបស់ខ្ញុំមិនចង់ឲ្យសេនាតុងឆាងមកធ្វើបាបពួកគេទេ ឥឡូវនេះខ្ញុំមកទៅហើយលោកដោះលែងពួកគេទៅ ដោះលែងទៅដោះលែងទៅដោះលែងទៅ មកប្រយ័ត្នបងអ៊ីបង ចឹងទៅហើយអ្នកទៅពីពិតជាពុកអង្គគ្នាមែនទេហើយដើម្បីក៏អ៊ីហ្វុងមិនដូចជាឯងសោះយ៉ាងអញ្ចឹងនោះ អ្នកណាថាខ្ញុំមិនដូចពួកខ្ញុំសេវអ៊ីអាចតែមានរឿងអីកាត់ឡើងខ្ញុំតែតែជួយដល់ពួកខ្ញុំ អ៊ីហ្វុងខ្លាចជាមនុស្សធម្មតាម្នាក់មានចិត្តល្អអត់មានដឹងថាពិភពគុណអាក្រក់យ៉ាងណាទេនាងកុំឈឺឆ្អាលអីណា ខ្ញុំអត់បានជួយឆ្អាតទេតែអ្នកណាចង់ធ្វើបាបឪពុកខ្ញុំត្រូវតែលោកដៃ ហើយលើនេះឲ្យកូនយើងរួមដៃគ្នាសត្រូវអីក៏យើងមិនខ្លាចដែរណាម្យ៉ាងទៀតយើងដោះលែងគេទៅហើយចង់ចោលយើងពីរឿងស្អីទៀតទៅ គ្រួសារទូទាំងអស់9នាក់ត្រូវគេសម្លាប់វត្ថុត្រឹមត្រូវគេលួចបាត់ទៀតឥឡូវនេះជាអ្នកណា ពិភពគុណណាក៏ដឹងថាកន្លែងកើតហេតុនោះគឺមានអាវុធសម្ងាត់របស់គ្រួសារមួយយ៉ុងហេតុអីបានជាមិនសួរយើង ឯងសម្រាប់គ្រួសារម៉ែថយយើងទាំងមូលហើយដណ្ដើមយកវត្ថុត្រឹមទីមការប្រយោគមិញពួកឯងនិយាយគ្នាយើងមកស្ដាប់លឺអស់ទៅហើយប្រគល់វត្ថុត្រឹមនោះមកយើងមកប្រគល់គ្នាមក យើងអត់ដឹងថានិយាយថាម៉េចទេ បើមិនយកមកខ្ញុំទេខ្ញុំលែងគួរសមហើយណា ហើយកូនយើងចាប់ដៃគ្នាសង្ឃឹមថាឈ្នះទេចុះបើយើងរួមដៃគ្នាមែនមានសង្ឃឹមថាឈ្នះលោកដែរទេ ទេពកសលហ្វាអូជាយើងដឹងថាអញវិជាគុណខ្លាំងណាស់បើសិនជាអញចង់ធ្វើអីពួកខ្ញុំនោះចូលមកអ្នកទាំងអស់គ្នាទេពកសលដូចជាមិនស្រួលខ្លាំងណាស់ ទេពសង្ឃ ពុកទៅមុនទៅ កូននេះប្រយ័ត្នប្រយែងផងណាទៅយើងតោះ ទេពសង្ឃ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  សៀវអី ទេពសង្ឃ គេទទួលកម្លាំងធាតុពីខ្ញុំខ្លះហើយ កម្លាំងធាតុ ហើយកូននេះ ទេព ខ្លាំង សង្ឃ ពេកណា ទេពសង្ឃ កម្លាំងធាតុប្រចាំវាមានអ៊ីហ្វានេះគឺកម្លាំងធាតុរបស់នាងបានអត់ទៅហើយវាមិនខុសអំពីមនុស្សស្លាប់ទេកម្លាំងធាតុរបស់ខ្ញុំបន្តជីវិតនាងបានណាឯងកុំភ័យអសោះជាបណ្ដោះអាសន្នគឺអាចជួយជីវិតនាងបានមិនយូរប៉ុន្មានទេ បញ្ចុះកម្លាំងធាតុនេះទៅបញ្ចុះកម្លាំងធាតុនេះ អ ទៅ ត់ប្រយោជន៍ទេ
ខ្ញុំបានបញ្ចូលគេពីម្ដងរួចទៅហើយច្រើនពេកគឺទ្រាំមិនបានយើងមិនធ្វើមិនទេ តើក៏បិសាយរកគ្រូពេទ្យទេវតាតើក៏បិសាយរកគ្រូពេទ្យទេវតា សៀវអ៊ីឆ្ងាយពេកហើយក្នុង5គីឡូនេះបើគ្មានកន្លែងសម្រាប់ទេតើគិតយ៉ាងម៉េចទៅ តែតែចឹងទៅហាក់តែអ្នកទាំងអស់គ្នារឿងគំនុំគុំគុនទុកម្លាយសិនទេខ្ញុំជួយរៀបចំអាចទាំងអស់គ្នាសម្រាប់រួចខែរកគ្រូពេទ្យជួយទេពកសលគ្រូពេទ្យធម្មតាមិនអាចជួយនាងបានទេឥឡូវអ្នកដែលអាចជួយនាងបានគឺមានតែស៊ូអ៊ីង លោកកែតើលោកមានស្គាល់គ្រូពេទ្យស៊ូអ៊ីងស្នាក់នៅទីនេះទេ បាទចាប់ខ្ញុំមើល ពួកគេគឺស្រីពីរនាក់ម្នាក់ស្គមហើយរៀងស្អាតទៀតផងណាមានស្គាល់ទេ អូសុំទោសគ្មានមនុស្សនេះទេ ខ្ញុំអរគុណណា អូយើងសួរឯងមិនឃើញស្រីម្នាក់កំពស់នេះ អត់ទេ អូស្គមប៉ុណ្ណេះណាស្រីរបៀបបែបនេះដែលទេនោះ អត់ទេ អូយ មានអ្នកឃើញអ្នកគ្រូពេទ្យស៊ូអ៊ីងណា អត់ ទេ ទេ គេពីរនាក់ម្ដាយនឹងកូនណា អត់ទេ សូមមេត្តាពិនិត្យមើលខ្ញុំផងបានដែរទេណា អត់ទេណាហើយឯងធ្វើអីកុំរំខានការរកស៊ីរបស់ខ្ញុំណាឲ្យខ្ញុំវិញមកនេះផ្ដាស់មែនតែហ្មងអ្នកសុំទោសអញនាងមិនដែលឃើញគ្រូពេទ្យស៊ូអ៊ីងទេគេជាម៉ែកូនពីរនាក់ គេម៉ែកូនពីរនាក់ណា អត់ទេ គេតែច្បាស់តែមើលតែមានឃើញទេ អត់មានទេ អត់ទេណែអត់ទេ អត់ អ្នកម៉ែជំងឺរបស់ម៉ែពេលណាទៅជាទេមួយថ្ងៃសម្រាប់11ម៉ោងអត់បានជជែកលេងជាមួយខ្ញុំអបសោកខ្លាំងណាស់មនុស្សដែលខ្ញុំស្រឡាញ់គេមានគូប្រចាំចិត្តរបស់គេទៅហើយស្រីនោះគួរឲ្យស្រឡាញ់ដែរគេស្អាតខ្លាំងណាស់ខ្ញុំគ្មានសង្ឃឹមទេក្តីប្រាថ្នារបស់ខ្ញុំធ្វើយ៉ាងណាជួបស្ដេចពឹសដើម្បីយកថ្នាំពុលរបស់គេមកបន្សាបពឹសក្នុងខ្លួនរបស់ម៉ែទោះជាយ៉ាងណាខ្ញុំត្រូវតែជួយម៉ែឲ្យបាន អ្នកគ្រូពេទ្យសៀវអ៊ីងគ្រូរបស់ខ្ញុំមានការពឹងពាក់សូមឆាប់បង្ហាញខ្លួនភ្លាមទៅអ្នកគ្រូពេទ្យសៀវអ៊ីងលោកគ្រូខ្ញុំសៀវអ៊ីចង់ពឹងពាក់សូមឆាប់បង្ហាញខ្លួនភ្លាមមក អ្នកគ្រូពេទ្យស៊ូអ៊ីង អ្នកគ្រូពេទ្យសៀវអ៊ីងលោកគ្រូខ្ញុំសៀវអ៊ីមានការចង់ពឹងពាក់ស្ដាប់ឮហើយឆាប់ចេញមកភ្លាមអ្នកគ្រូពេទ្យ គ្រូពេទ្យស៊ូអ៊ីង ឆាប់ចេញភ្លាមមកលោកគ្រូខ្ញុំមានការពឹងពាក់ឆាប់ចេញភ្លាម អ្នកគ្រូពេទ្យស៊ូអ៊ីង អ្នកគ្រូពេទ្យសៀវអ៊ីលោកគ្រូខ្ញុំសៀវអ៊ីមានការចង់ពឹងពាក់បើស្ដាប់ឮហើយឆាប់ចេញភ្លាមអ្នកគ្រូពេទ្យសៀវអ៊ីឆាប់ចេញភ្លាមមកលោកគ្រូខ្ញុំមានការពឹងពាក់ឆាប់បង្ហាញខ្លួនភ្លាមអ្នកគ្រូពេទ្យសៀវអ៊ីលោកគ្រូខ្ញុំមានការពឹងពាក់ឆាប់បង្ហាញខ្លួនភ្លាមមកអ្នកគ្រូពេទ្យសៀវអ៊ី ហេតុអីបានជា ម៉ែក្រោកហើយ គេកំពុងតែតាមរកកូនណា ខ្ញុំមិនចង់ជួបគេទេខ្ញុំក៏មិនចង់ដណ្ដើមជាមួយគេដែរគ្រួសារខ្ញុំឯកោយូរហើយ ស្រឡាញ់មនុស្សម្នាក់មិនមែនថាចង់ដណ្ដើមជាមួយគេនោះទេឲ្យតែគេសប្បាយចិត្តកូនក៏សប្បាយចិត្តដែរនេះជារឿងស្រឡាញ់គ្នាពិត អញ្ចឹងហេតុអីក៏ម៉ែបាច់ពីពុក ហើយពួកយើងទាំងពីរប្រឆាំងគ្នាច្រើនជាងការស្រឡាញ់ឈ្នះគាត់សំខាន់ជាងគេធ្វើឲ្យគាត់សប្បាយចិត្តទៀតហេតុនេះហើយយើងមិនចង់នៅជាមួយគេនោះទេនៅជាមួយគ្នានាំតែឈឺចាប់ទៅវិញទៅមកតែប៉ុណ្ណោះហើយចំណែកឯពួកយើងវិញនោះពួកយើងខុសពីគាត់ អញ្ចឹងកូនគិតយ៉ាងម៉េចទេ ឆាប់ទៅជួបនឹងគេទៅ អ្នកគ្រូពេទ្យសៀវអ៊ីលោកគ្រូខ្ញុំសៀវអ៊ីមានការពឹងពាក់បើស្ដាប់ឮហើយឆាប់បង្ហាញខ្លួនទៅ អ្នកគ្រូពេទ្យស៊ូអ៊ីង អ្នកគ្រូពេទ្យសៀវអ៊ីលោកគ្រូខ្ញុំសៀវអ៊ីមានការពឹងពាក់បើស្ដាប់ឮហើយឆាប់បង្ហាញខ្លួនទៅ អ
ឆាប់ជួយខ្ញុំស្វែងគុំយ៉ាងណាក៏ខ្ញុំសុខចិត្តដែរទេពកោសលចិត្តស្លាប់ហើយលោកគ្រូឲ្យខ្ញុំមកទោះខ្ញុំណាលោកគ្រូទោះខ្ញុំចូលណាស្អែកប្រហែលជាមិនមែនយ៉ាងចឹងទេមិនបានជាចឹងស្អែកឡើងគេយ៉ាងម៉េចទៅហើយហ៎ឥឡូវនេះនាងយ៉ាងម៉េចទៅហើយនឹងនាងយ៉ាងម៉េចទៅហើយលោកគ្រូលោកគ្រូទេពកោសលយ៉ាងម៉េចទៅហើយនាងពេលនេះនាងខ្សោយខ្លាំងណាស់ម្យ៉ាងទៀតរាងកាយក៏ចុះខ្សោយគេរស់មួយថ្ងៃស្មើនឹងមនុស្ស10ឆ្នាំគិតយ៉ាងម៉េចទៅគិតយ៉ាងម៉េចទៅកម្លាំងធាតុរបស់នាងបាត់ស្ទើរតែគ្មានសល់ទៅហើយសំណាងណាស់ដែលហ្វាអ៊ូឈៀបញ្ចូលកម្លាំងធាតុដល់នាងខ្លះការពារជីវចររបស់នាងក៏ប៉ុន្តែវាត្រូវបាត់បង់ជាបន្តបន្ទាប់ដូចជាធុងទឹកលិចទឹកអស់ពីធុងអញ្ចឹងទោះជាយើងបញ្ចូលទឹកប្រមាណក៏ទីបំផុតទឹកក៏ត្រូវតែលិចអស់ដែរសេអ៊ីខ្ញុំនៅចាំពេលដែលនាងជួយព្យាបាលជំងឺអាស៊ីវអ៊ីលើកទី1នាងមានជំនឿចិត្តខ្លាំងណាស់បាត់ជាគ្មានថ្នាំព្យាបាលបានមែនទេតាមខ្ញុំដឹងថ្នាំស័ក្តិសិទ្ធិទាំងប៉ុន្មានគឺមិនអាចព្យាបាលជំងឺបែបនេះបានទេមិនអាចទេមានប្រកាសជាមានណានាងប្រាំងខ្ញុំទៅរកនៅកន្លែងណានាងប្រាំងខ្ញុំមក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 តោះខ្ញុំពិតជាមិនដឹងមែននាងក៏ហកខ្ញុំថាមែនទេនាងឲ្យមកចូលកម្លាំងធាតុទៅឲ្យនាងបានឲ្យខ្ញុំជួយឲ្យខ្ញុំសុខចិត្តដែរខ្ញុំសុំវល់ណាខ្ញុំសុំវល់ហើយណាខ្ញុំមិនចង់ឲ្យនាងស្លាប់នោះទេខ្ញុំសុំវល់ខ្ញុំនឹងប្រឹងប្រែងជួយនាងណាក្រោកសិនមកពួកយើងចេញទៅក្រៅសិនទៅថងធីឥឡូវនេះទៅទិញថ្នាំនេះមួយកញ្ចប់សិនទៅមួយកញ្ចប់សម្រាប់សៀនមួយកញ្ចប់ទៀតសម្រាប់ហ្វាអ៊ូឈីគេទាំងពីរអស់កម្លាំងធាតុក្នុងខ្លួនខ្លាំងណាស់ត្រូវតែបំពន់កម្លាំងវិញទៅបានបាទទុកឲ្យខ្ញុំទៅវិញចោះថងធីនស្អីក៏មិនចាស់ទុកឲ្យខ្ញុំវិញហេនៅនេះធាយ៉ាងមិនទៅហើយនឹងមកអង្គុយសិនទៅមានរឿងអីអ្នកស្រីវិមានអ៊ីហ្វាប្រើកម្លាំងធាតុចាអ៊ីប្រើយកកម្លាំងធាតុពីនាងហើយនេះហើយបានជាអញ្ចឹងទេដឹងអីឲ្យខ្ញុំជួយពិនិត្យមើលថងធីនទៅទិញថ្នាំប្រចាំប្រចាំផងដឹងទេបាទនៅកំដរនាងចុះខ្ញុំចេញទៅហើយទេពកោសលសៀវអ៊ីជួយលើកខ្ញុំឡើងទៅកុំអីនាងដេកទៅ
នាងពិតជាប្រកែកមែនទេ ព្រោះថាខ្ញុំគឺជាមនុស្សពិសេសខ្ញុំគឺជាមនុស្សពិសេសថ្ងៃស្អែកមិនបាច់ហូបថ្នាំទៀតទេខានស្អែកខ្ញុំនឹងចុះពីលើគ្រែដើរបានរួចហើយយើងទាំងពីរនាក់ចាប់អំពិលពេករួចហើយយើងឡើងលើកំពូលភ្នំមើលព្រះច័ន្ទពួកយើងទៅរកផ្ទះគ្មានបង្អួចគ្មានទ្វារធ្វើជាសម្បុករីករាយរបស់យើងក៏ប៉ុន្តែខ្ញុំចិត្តស្លាប់ទៅហើយធ្វើយ៉ាងណាអាចមានសម្បុករីករាយបាននោះម្យ៉ាងទៀតសៀវអ៊ីមិនដែលយំសោះលុះត្រាតែមានអ្វីមួយធ្វើឲ្យគេឈឺចាប់ខ្លាំងណាស់នោះគឺខ្ញុំស្លាប់ ខ្ញុំអត់យំទេខ្ញុំអត់យំទេនៅក្នុងលោកនេះគឺមានមនុស្សម្នាក់គេមិនចេះយំតតសោះណាបើសិនជាមិនជឿទេនាងវាយខ្ញុំទៅអត់យំទេសៀវអ៊ីខ្ញុំមិនវាយបងទេនៅក្នុងលោកនេះអ្វីមានការកំណត់ទេវតាបានកំណត់ថាមួយជីវិតនេះខ្ញុំត្រូវវាយបងប្រមាណបាយគ្រប់ចំនួនមិនអាចបាយតទៅទៀតបានមិនតាន់គ្រប់ទេទេវតារៀបចំឲ្យខ្ញុំមួយជីវិតនេះសម្រាប់ឲ្យអូនវាយបងបាយប្រមាណខែទៀតទៅក៏បានដែរទេបងសហើយខ្ញុំថាម៉េចខ្ញុំកែហៅថាទេវសវិញកុំហៅខ្ញុំអញ្ចឹងទេតែបងចង់ហៅអញ្ចឹងវិញអូនចង់ធ្វើជាប្រពន្ធបងត្រូវទៅហៅអូនសម្លាញ់បងយល់ព្រមរៀបការជាមួយនឹងអូនទេនៅពេលដែលបងជួបអូនលើកទី1នោះបងចង់រៀបការជាមួយអូនហើយបងយល់ព្រមអូនសម្លាញ់ក៏ប៉ុន្តែគ្រួសារខ្ញុំស្លាប់អស់ទៅហើយគ្មានអ្នកណាទទួលខុសត្រូវគ្មានអ្នកណារៀបបង្គោលការឲ្យមិនចាំបាច់ទេមានមេឃាមានធរណីមានយើងទាំងពីរនាក់គ្រប់គ្រាន់ណាស់ទៅហើយពិតមែនទេបងជួយលើកខ្ញុំឡើងនេះគឺជាទានមង្គលការរបស់យើងតែស្អាតទេស្អាតយើងថ្វាយបង្គំសៀវអ៊ីមិនក៏មិនជួយលើកខ្ញុំលុតជង្គង់បើមិនអញ្ចឹងមិនកើតទេម្យ៉ាងទៀតគ្មានអ្នកណាអង្គុយថ្វាយបង្គំអញ្ចឹងទេទេវតាមិនទទួលស្គាល់ទេណាទេវតាយល់ច្បាស់ណាមិនបានទេឥឡូវនេះអូនជាប្រពន្ធរបស់បងទៅហើយរៀបការតាមប្តីប្រពន្ធប្តីថាមិនអីគឺមិនអីហើយស្ដាប់បានទេមិនក៏ចាប់ផ្ដើមធ្វើបាបអូនទៅហើយបងនិយាយថាមួយជីវិតនេះធ្វើអ្វីតាមចិត្តអូនតាមមែនទេ
ថាវិជាពេទ្យខ្ញុំពូកែតាមពិតវិធីតែងខ្លួនរបស់ខ្ញុំកាន់តែអស្ចារ្យទៅទីការពិតរូបរាងនាងស្អាតណាស់ទៅហើយមិនចាំបាច់តែងខ្លួនស្អីទៀតទេសៀនអើអូអាកមើលណាស្រីនេះមកពីណាបិសាចមើលដល់ហើយណោះប្រហែលជាស្រីបិសាចក្រុមមើលបិសាចមកពីណាអីក៏ខ្លាំងខ្លាំងអូយកាទេណោះបិសាចមកពីណាអីក៏ខ្លាចបិសាចស្រីបិសាចចាស់ស្រីបិសាចកញ្ចាស់អូយអូយความมือนะไม่ใส่เขาเจ๊ได้ใส่มุกวักใส่เขาเจ๊យ៉ាងម៉េចណាអូនជួយចេះនឹងទៅវិញជាមួយបងទៅបងជួយគូចិញ្ចាំឲ្យអូនណាឲ្យខ្ញុំទៅចុះខ្ញុំមិនអាចរៀបការជាមួយបងទាំងយ៉ាងនេះបានទេនៅក្នុងចិត្តរបស់បងអូនស្អាតដូចជាទេពអប្សរយ៉ាងអញ្ចឹងតែខ្ញុំមិនអាចកុហកខ្លួនឯងបានបងថាមិនអីគឺមិនអីហើយបងមិនអាចធ្វើអញ្ចឹងបានមិនបញ្ហាទេជួយអីធ្វើអីហ្នឹងខ្ញុំចូលមករបស់ខ្ញុំឲ្យដូចជានាងយ៉ាងអញ្ចឹងណាទេមិនអាចធ្វើផ្ដេសផ្ដាស់យ៉ាងនេះបានទេខ្ញុំមិនចង់ឲ្យនាងយល់ថាយើងទៅពីខុសគ្នាខ្ញុំចង់ឲ្យនាងរៀបការជាមួយនឹងខ្ញុំយ៉ាងសប្បាយចិត្តបើទោះមុខខ្ញុំត្រូវរបួសយ៉ាងណាក៏ដោយក៏មិនបញ្ហាដែរមែនទេខ្ញុំមានមធ្យោបាយបើសិនជាស្លាប់មែនខ្ញុំអាចប្រើថ្នាំពុលមានផ្កាម្យ៉ាងហៅថាផ្កាពឹសពុលមនុស្សចាស់ហូបផ្កានេះអាចរក្សាសម្រស់បានមួយយប់មួយថ្ងៃតែនៅពេលព្រឹកស្អែកប្រកាសជាស្លាប់មិនខានឲ្យមកខ្ញុំមកស៊ឺអ៊ីខ្ញុំដឹងថាបងស្រឡាញ់ខ្ញុំណាស់ឲ្យខ្ញុំហូបថ្នាំនេះមកសូមបងជឿព្រមនឹងខ្ញុំទេអរនាងទៅអរនាងហូបទៅកុំទៅលេងណាបានមកកុំចំណាកុំចំណាកុំចំណាកុំណាកុំចំណា就拥有过你的一切，谢谢你的告别，可以带给我这么多感觉。也许因为我的天资不够，体会不到你对我的体贴，但是可能你对我并
没有那么了解。逝去的青春，就像我们曾经留给对方的伤痕，两个人无话不说，再到最后陌生。我想我都可以去忍，路上的灯看着我们冒着雨在情节里飞奔，希望有个人能明白我的眼泪和我的后半生。原来我一开始就陷得那么深。